làm sátคือជាថ្នាំដែលមានតួនាទីសម្រាប់បាក់តេរីវាមិនមែនជាថ្នាំដែលជួយឲ្យរបួសយើងជានោះទេបាទតើតោងជាមួយនឹងការប្រើថ្នាំសាសដូចអ្នកនរគ្នាធ្លាប់ដឹងហើយថាថ្នាំសាសបើយើងនិយាយតាមក្បួនវិទ្យាសាស្ត្រណាថ្នាំសាសគឺជាថ្នាំដែលមានតួនាទីសម្រាប់បាក់តេរីវាមិនមែនជាថ្នាំដែលជួយឲ្យរបួសយើងជានោះទេឧទាហរណ៍អ្នកជំងឺម្នាក់គាត់មកទិញថ្នាំគាត់ថាគាត់មានរបួសអញ្ចឹងគាត់សុំមកទិញថ្នាំសាសអញ្ចឹងបើសិនជាខ្ញុំជាគ្រូពេទ្យខ្ញុំអត់លក់ឲ្យគាត់ទេត្រឹមតែជារបួសធម្មតាឬក៏គាត់ទៅរបួសថ្មីខ្ញុំប្រាប់គាត់ថាថ្នាំសាសអត់មានតួនាទីដើម្បីជួយឲ្យរបួសជានោះទេអ្វីដែលធ្វើឲ្យរបួសជាគឺជាចំណីអាហារក៏ដូចជាការលាងរបួសនឹងបានជាទៀងទាត់ទើបជាវិធីជួយឲ្យរបួសនឹងជាទុយទៅវិញបើសិនជាយើងប្រើប្រាស់ថ្នាំសាសដែលអត់មានវេជ្ជបញ្ជាត្រឹមត្រូវធម្មតាថ្នាំសាសគឺត្រូវការវេជ្ជបញ្ជាទើបយើងអាចព្យាបាលក៏ដូចជាអាចយកថ្នាំហ្នឹងយកទៅប្រើបានហើយគ្រូពេទ្យដែលចេញថ្នាំសាសឲ្យអ្នកជំងឺប្រើលុះត្រាតែសង្ស័យថារបួសរបស់គាត់ក៏ដូចជាជំងឺរបស់គាត់មានការបង្ករោគដោយពួកបាក់តេរីទើបឲ្យថ្នាំសាសហ្នឹងទៅព្យាបាលជាទុយទៅវិញបើសិនជាគាត់គ្រាន់តែជាមានរបួសធម្មតាហើយគាត់ទៅទាមទារទិញថ្នាំសាសយកទៅលេបវាមិនត្រឹមធ្វើឲ្យរបួសគាត់នឹងក្រជាទេតែវាប៉ះពាល់ដល់សុខភាពគាត់ថែមទៀតអ្វីដែលសំខាន់នៅពេលដែលគាត់មានជំងឺអីមួយដែលបង្កឡើងដោយពួកបាក់តេរីហើយគាត់ត្រូវបានគេណែនាំឲ្យប្រើថ្នាំសាសអាថ្នាំសាសដែលគាត់ធ្លាប់តែប្រើពីមុនមកហ្នឹងប្រើទៅវាអាចធ្វើឲ្យគាត់នឹងអត់អាចជាពីជំងឺហ្នឹងត្រូវការឲ្យគាត់ទិញថ្នាំសាសដែលមានតម្លៃថ្លៃថែមទៀតតែវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចគាត់ក៏ដូចជាសុខភាពគាត់ទាំងមូលផងដែរនេះគឺជាផលវិបាកនៃការប្រើថ្នាំសាស